លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរនាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការរៀបរាប់អំពីអរិយធម៌ខ្មែរនៅសម័យចិនឡាបើតាមការកត់ត្រារបស់ឯកសារចិននិងតាមសិលាចារឹកបានឲ្យយើងដឹងថាមនុស្សនៅសម័យចិនឡាមានគំនិតឆ្លាតវាងវៃហើយមានសុខភាពល្អមាំមួនផងប្រុសច្រើនមានមាឌតូចសម្បុរខ្មៅប៉ុន្តែស្រីភាគច្រើនមានសម្បុរសជ្រះទាំងប្រុសទាំងស្រីសុទ្ធតែបួងសក់ហើយពាក់រយ៉ាត្រចៀកថែមទៀតផងគេចាត់ទុកដៃស្ដាំថាបរិសុទ្ធឯដៃឆ្វេងមិនបរិសុទ្ធរាល់ព្រឹកគេតែងធ្វើការលុបលាងចាក់ធ្មេញរួចអានសៀវភៅឬសូត្រធម៌មុនពេលបរិភោគអាហារគេតែងធ្វើការលុបលាងជាថ្មីលុបបរិភោគរួចហើយគេចាក់ធ្មេញហើយសូត្រធម៌ថែមទៀតគេនិយមរាប់ញាតិដោយយកខ្សែខាងម្ដាយក្នុងការរើសគូស្រករគឺពួកប្រុសទៅដណ្ដឹងស្រីក្នុងការទទួលគេមរតកវិញនៅពេលដែលឪពុកម្ដាយស្លាប់ទៅពួកកូនដែលនៅលីវអាចទទួលយកមរតកដែលសេសសល់ទាំងអស់ប៉ុន្តែបើកូននោះមានប្តីប្រពន្ធហើយបានទទួលគេរួចហើយនោះទ្រព្យដែលនៅសេសសល់ត្រូវបញ្ជូនចូលទៅក្នុងឃ្លាំងរបស់ជាតិចំពោះពិធីបុណ្យសពវិញកូនចៅរបស់សពត្រូវអត់បាយ7ថ្ងៃកាន់ទុកកោសក់ហើយស្រែកយំយ៉ាងខ្លាំងសពត្រូវគេដង្ហែទៅបូជានៅឯបច្ឆាដែលសង់អំពីឈើក្រអូបដោយមានវង់តន្ត្រីឬសំឡេងសូត្រធម៌ស្មូតឬច្រៀងកំដរផងអធិធាតុត្រូវគេរើសដាក់ក្នុងកោដ្ឋមាសឬកោដ្ឋប្រាក់ហើយយកទៅទម្លាក់ក្នុងទឹកពួកអ្នកក្រប្រើកោដ្ឋដីដែលមានលាបពណ៌ផ្សេងផងហើយមានខ្លះគ្រាន់តែយកសពទៅដាក់ចោលក្នុងព្រៃឲ្យជាចំណីសត្វតែប៉ុណ្ណោះក្នុងការរៀបចំផ្នែករដ្ឋបាលវិញក្រៅពីរាជធានីអេសនៈបុរៈដ៏ធំដែលមានប្រជាពលរដ្ឋដល់ទៅ 20,000 គ្រួសាររស់នៅមានក្រុងចំនួន30ទៀតក្នុងក្រុងនីមួយមានពលរដ្ឋរាប់ពាន់គ្រួសាររស់នៅហើយស្ថិតក្រោមការត្រួតត្រារបស់អភិបាលម្នាក់នៅកណ្ដាលក្រុងមានសាលធំមួយជាទីដែលព្រះរាជាទ្រង់ព្រះរាជទានសវនាការនិងប្រជុំពួកសេនាមន្ត្រីមានមន្ត្រីជាន់ខ្ពស់5នាក់ស្ថិតនៅជុំវិញព្រះរាជានៅចំពោះព្រះភ័ក្ត្រព្រះរាជាពួកមន្ត្រីត្រូវថ្វាយបង្គំដែលឱនក្បាលដល់ដីចំនួន3ដងបើព្រះអង្គទ្រង់មានបន្ទូលហៅឬប្រើពួកមន្ត្រីត្រូវលុតជង្គង់រួចទៅអង្គុយដំកង់នៅជុំវិញព្រះរាជាដើម្បីពិភាក្សាកិច្ចការប្រទេសជាតិលុះចប់កិច្ចការហើយគេលុតជង្គង់សំពះសារជាថ្មីមុននឹងត្រឡប់ចេញទៅវិញចំពោះការផ្ទេររាជសម្បត្តិវិញគឺមានតែបុត្រនៃព្រះអគ្គមហេសីទេទើបឡើងសោយរាជ្យបានក្នុងវិស័យសេដ្ឋកិច្ចវិញដោយសារខ្មែរយើងធ្លាប់ទទួលបានជោគជ័យលើនយោបាយទឹកតាំងតែពីសម័យអាណាចក្រភ្នំមកដល់សម័យចិនឡាវិស័យនេះកាន់តែរីកចម្រើនឡើងដែលជាហេតុញ៉ាំងឲ្យមានការកសាងទីក្រុងធំក្បែរមាត់ស្ទឹងនិងជំរុញឲ្យរបរកសិកម្មរីកលូតលាស់កាន់តែខ្លាំងឡើងខាងផ្នែកសាសនាវិញគេសង្កេតឃើញមានការគោរពបូជាគណៈផ្សេងនៃសាសនាឥណ្ឌូនិយមដែលរួមរស់នៅជាមួយគ្នាក្នុងពេលនោះអ្នកកាន់សាសនាហិណ្ឌូនិយមជឿនិងគោរពបូជាអាទិទេពធំ3គឺព្រះព្រហ្មព្រះសិវៈឬព្រះឥសូរនិងព្រះវិស្ណុការជឿលើអាទិទេពទាំង3នេះ
បានបង្កើតឲ្យមានការបែងចែកសាសនាហិណ្ឌូនិយមទៅជា3គណៈសំខាន់គឺគណៈព្រហ្មគណៈសេវៈនិងគណៈវិស្ណុក្រៅពីនេះក៏មានការគោរពហរិហរៈគឺជាព្រះឥសូររួមនឹងព្រះវិស្ណុផងដែរគណៈសេវៈហាក់មានឋានៈជាសាសនាផ្លូវការឯគណៈវិស្ណុមានគេគោរពដែរតែមិនសូវច្រើនទេការគោរពហរិហរៈបន្តពីសម័យហ្វូណនមកក៏នៅតែមានអនុវត្តនាសម័យនោះព្រោះគេបានឃើញមានរូបបដិមាករហរិហរៈយ៉ាងល្អវិចិត្រនៃប្រាសាទអណ្ដែតជាភ័ស្តុតាងផងចំណែកខាងពុទ្ធសាសនាវិញមិនបាត់បង់ទេតែហាក់ដូចជារយរាវខ្លាំងឯខាងវិស័យវប្បធម៌សិល្បៈនៃសម័យចេនឡានេះវិញគេសង្កេតឃើញថាសម័យនេះជាលើកដំបូងហើយដែលគេប្រើភាសាខ្មែរបុរាណចាស់ក្នុងសិលាចារឹកផ្នែកអក្សរសិល្ប៍វិញសិលាចារឹកវាលកន្ទេលបានបញ្ជាក់ថាគេសូត្រជារៀងរាល់ថ្ងៃនៅរឿងរាមាយណៈគឺរឿងរាមកេរ្តិ៍រឿងមហាភារតយុទ្ធនិងគម្ពីរបុរាណក្នុងផ្នែកសិល្បៈស្ថាបត្យកម្មនិងចម្លាក់វិញគេសង្កេតឃើញថាប្រាសាទក្នុងសម័យចេនឡានេះច្រើនតែសង់អំពីឥដ្ឋដាច់ពីគ្នាឬក៏ផ្ដុំគ្នាជាក្រុមផ្ដែនិងក្របខ្លោងទ្វារធ្វើអំពីថ្មភក់រូបចម្លាក់មួយចំនួននៅមានជាប់លក្ខណៈសិល្បៈឥណ្ឌាច្រើននៅឡើយតែភាគខ្លះបានងាកមករកបុគ្គលិកលក្ខណៈជាខ្មែរហើយមានរាងសង្ហាថែមទៀតផងដូចជារូបហរិហរៈនៃប្រាសាទអណ្ដែតជាដើមលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីអរិយធម៌ខ្មែរនៅសម័យចិនឡានៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ប្រទេសកម្ពុជាសម័យអង្គរសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយលោកស្រីអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីប្រទេសកម្ពុជាសម័យអង្គរពីសតវត្សទី9ដល់សតវត្សទី14នៅក្នុងវគ្គទី1នេះលោកអ្នកនាងនឹងបានស្ដាប់ព្រះរាជាដំបូងនៃសម័យអង្គរនិងលទ្ធិទេវរាជក1ព្រះបាទជ័យវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី2ជាព្រះមហាក្សត្រមានមហិទ្ធិឫទ្ធិខ្លាំងពូកែព្រះអង្គទ្រង់បានរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីអំណាចជិះជាន់របស់រាជវង្សសៃលេនត្រនិកោជ្វាផ្ដល់ឯករាជ្យដល់ប្រទេសជាតិហើយទ្រង់បានចាប់ផ្ដើមកសាងមូលដ្ឋានគ្រឹះនៃសម័យដ៏រុងរឿងនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាគឺសម័យមហានគរឬមហាអាណាចក្រខ្មែរនោះឯងព្រះបាទជ័យវរ្ម័នទី2ជាចៅទូតមីងនៃព្រះបាទបុស្ករក្សាដែលទ្រង់បានសាកល្បងដោយគ្មានជោគជ័យក្នុងការបង្រួបបង្រួមមាតុភូមិចេនឡាទឹករបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី2ប្រហែលជាត្រូវភៀសខ្លួនព្រះអង្គក្នុងពេលវឹកវរចលាចលឬក៏បានត្រូវពួកចៅជ្វាចាប់ហើយនាំយកទៅកោះជ្វាទាំងគ្រួសារក្នុងពេលដែលពួកនេះបានចូលមកលុកលុយក្រុងសម្ភុបុរៈនៃចេនឡាទឹកហើយធ្វើគុតព្រះរាជាខ្មែរនៅឆ្នាំ787ហើយរឹបយកនគរខ្មែរដាក់ជាចំណុះកោះជ្វានោះ
នៅកោះជ្វាព្រះអង្គទ្រង់បានសិក្សាដើម្បីឲ្យបានដឹងច្បាស់អំពីមូលដ្ឋានគ្រឹះនៃសាសនាដែលជាប្រភពអំណាចអធិរាជលោកីរបស់ស្ដេចសៃលេនត្រារួចទ្រង់លោបយាងត្រឡប់មកមាតុភូមិវិញប្រហែលជានៅក្នុងឆ្នាំ800នៃគ្រិស្តសករាជមុនពេលឡើងសោយរាជដោយមានការគាំទ្រយ៉ាងស្មោះត្រង់និងឃ្លាវខ្លាពីមេទ័ពជាច្រើនព្រះអង្គទ្រង់បានបង្រួមទឹកដីនគរចេនឡាទឹកឲ្យមានឯកភាពនិងរីកចម្រើនយ៉ាងឆាប់រហ័សពេលយាងមកដល់មាតុភូមិដំបូងព្រះអង្គទ្រង់យាងទៅគង់នៅឥន្ទ្របុរៈទំនងជាមានទីតាំងត្រង់បន្ទាយព្រៃនគរស្រុកត្បូងឃ្មុំខេត្តកំពង់ចាមសប្តាហ៍ថ្ងៃនេះគឺនៅទីនោះហើយដែលព្រះអង្គទ្រង់ទទួលយកព្រាហ្មណ៍សេវៈកៃវលយៈឲ្យចូលធ្វើជារាជបរហិតរបស់ព្រះអង្គបន្ទាប់ពីឥន្ទ្របុរៈព្រះអង្គទ្រង់យាងទៅគង់នៅម្ដុំខាងជើងបឹងទន្លេសាបជាដំបូងគឺនៅគុតិដែលទំនងជាមានទីតាំងស្ថិតនៅខាងជើងប្រាសាទបន្ទាយក្តីបច្ចុប្បន្នរួចបន្ទាប់មកព្រះអង្គទ្រង់យាងទៅគង់នៅហរិហរាល័យក្នុងស្រុករលួសនៃខេត្តសៀមរាបហើយបន្ទាប់មកទៀតព្រះអង្គទ្រង់ប្ដូរមកគង់នៅអមរិន្ទ្របុរៈដែលទំនងជាមានទីតាំងស្ថិតនៅចំទំនប់ខាងលិចនៃបារាយទឹកថ្លាសប្តាហ៍ថ្ងៃចុងក្រោយបង្អស់ដោយមានព្រាហ្មណ៍សេវៈកាលវលយៈនិមន្តទៅជាប់ជាមួយជានិច្ចផងព្រះអង្គទ្រង់យាងទៅគង់នៅលើភ្នំគូលែនដែលមានឈ្មោះថាមហិន្ទ្របរិពត្តគឺនៅលើភ្នំគូលែននោះហើយក្នុងអំឡុងឆ្នាំ802នៃគ្រិស្តសករាជដែលព្រះបាទជ័យវរ្ម័នទី2ទ្រង់បានប្រារព្ធធ្វើពិធីទេវរាជក្នុងបំណងធ្វើឲ្យប្រទេសខ្មែរកម្ពុជាទេសបានឯករាជ្យរួចពីចំណុះជ្វាហើយរៀបចំពិធីរាជាភិសេកធ្វើឲ្យព្រះអង្គបានឋានៈជាចក្រវាទិនស្ដេចចក្រវាលឬទេវរាជស្ដេចអាទិទេពដែលពាក្យខ្មែរបុរាណហៅថាបំរៈតេងចក្គុតរាជថែមទៀតផងខលទ្ធិទេវរាជពីអាស្រមបទចតបៈដែលលោកចចសឺដេសយល់ថាប្រាសាទខ្នាព្រះបាទជ័យវរ្ម័នទី2ទ្រង់បាននិមន្តព្រះគ្រូព្រាហ្មណ៍ម្នាក់ឈ្មោះហេរញ្ញទាមៈអ្នកប្រាជ្ញខាងវេទមន្តដើម្បីឲ្យព្រះអង្គជួយរៀបចំធ្វើពិធីទេវរាជទៅតាមក្បួនគម្ពីរខាងព្រហ្មញ្ញសាសនាព្រះគ្រូហេរញ្ញទាមៈបានបង្រៀនរាជបរហិតឈ្មោះសេវៈកៃវលយៈឲ្យចេះចាំស្ទាត់ក្បួនច្បាប់ក្នុងគម្ពីរធំសំខាន់4របស់លទ្ធិព្រាហ្មណ៍គឺវិន័យសិក្ខានិយុត្តរាសមោហៈនិងសេរចេតៈហើយបានបញ្ញត្តិឲ្យរាជគ្រូបរហិតអនុវត្តតាមក្បួនពិធីទេវរាជខាងសាសនាព្រាហ្មណ៍ឲ្យបានហ្មត់ចត់ល្អឥតខ្ចោះផងព្រះបាទជ័យវរ្ម័នទី2និងព្រះគ្រូព្រាហ្មណ៍ហេរញ្ញទាមៈបានធ្វើសច្ចាថាអំណោះតទៅមានតែសមាជិកគ្រួសារនៃព្រាហ្មណ៍សេវៈកៃវលយៈទេដែលអាចប្រារព្ធធ្វើពិធីទេវរាជនេះបានបើតាមការសន្និដ្ឋានរបស់លោកចចសឺដេសយល់ថាក្នុងចំណោមគម្ពីរសំខាន់ទាំង4នោះមានគម្ពីរមួយគឺគម្ពីរសេរចេតៈដែលបានបង្ហាញផ្លូវថាតើត្រូវធ្វើយ៉ាងណាដើម្បីបញ្ចប់ការជិះជាន់បង្ខិតបង្ខំរបស់បរទេសមកលើប្រទេសខ្មែរនៅពេលដែលពួកជ្វាចូលមកលុកលុយនគរចេនឡាពួកនេះបានធ្វើគុតព្រះរាជាខ្មែរហើយកាត់ព្រះសិរសាព្រះអង្គផងនោះដូច្នេះដើម្បីឲ្យរួចផុតពីអំណាចជិះជាន់របស់ជ្វានេះគេអាចសន្មតថាក្នុងការប្រារព្ធពិធីលើភ្នំគូលែននោះប្រហែលជាមានធ្វើពិធីឧបកិច្ចផ្ដាច់ក្បាលរូបសំណាកស្ដេចជ្វាវង្សសៃលេនត្រាក់ស្របតាមគម្ពីរសេរចេតៈដែលមានន័យថាកាត់ក្បាលដើម្បីជានិមិត្តរូបនៃការប្រកាសឯករាជ្យនគរខ្មែរផងហើយស្របជាមួយនឹងពេលនោះដែរគេរៀបអភិសេកសេវៈលឹងតំណាងធម្មពលច្នៃប្រឌិតដែលគេសន្មតថាបានមកពីព្រះឥសូរតាមរយៈព្រាហ្មណ៍ធ្វើដូច្នេះគេអាចចាត់ទុកថាអាត្មានពិសិដ្ឋរបស់ព្រះរាជាបាននៅសន្ធិដ្ឋក្នុងសេវៈលឹងនោះដែលបានคล้ายជាតំណាងឬនិមិត្តរូបនៃទេវរាជគឺព្រះរាជាទ្រង់คล้ายជាព្រះឥសូរបែងភាគដែលមានអំណាចគ្រប់គ្រងលើសពសត្វចាប់តាំងពីពេលនោះទៅបញ្ជារបស់ព្រះរាជាក៏គឺជាបញ្ជារបស់ព្រះអាទិទេពនោះឯងការគោរពប្រណិប័តនិងធ្វើតាមបទបញ្ជា
នឹងនាំមកនូវកុសលផលបុណ្យដល់អ្នកដែលបានអនុវត្តឬប្រព្រឹត្តអំពើនោះដោយហេតុថាព្រះឥសូរមានលំនៅលើភ្នំកៃឡាសទេវលិង្គដែលជាតំណាងព្រះឥសូរផងនិងជាតំណាងព្រះរាជាផងក៏ត្រូវតែតម្កល់លើភ្នំឬទីខ្ពស់ផងដែរប្រសិនបើគ្មានភ្នំធម្មជាតិទេគេត្រូវកសាងប្រាសាទមានខឿនខ្ពស់ជាភ្នំសពនិមិត្តឬប្រាសាទភ្នំដើម្បីតម្កល់ទេវលិង្គនេះម្យ៉ាងទៀតប្រាសាទភ្នំនេះត្រូវស្ថិតនៅចំកណ្ដាលរាជធានីដែលចាត់ទុកដូចជាភ្នំព្រះសុមេរុជាស្នូលនៃចក្រវាឡថែមទៀតផងឯប្រាសាទភ្នំទី1ដែលសាងឡើងមុនគេបង្អស់ដោយព្រះបាទជ័យវរ្ម័នទី2គឺប្រាសាទអារាមរោងចិនសង់អំពីឥដ្ឋនៅលើភ្នំគូលែននោះឯងនេះបើតាមឯកសារលោកត្រាំងងារគេមិនបានដឹងថាព្រះបាទជ័យវរ្ម័នទី2ទ្រង់គង់លើភ្នំគូលែនអស់រយៈពេលប៉ុន្មានឆ្នាំទេព្រះអង្គទ្រង់ឡើងសោយរាជ្យពីឆ្នាំ802ហើយចុងក្រោយបំផុតព្រះអង្គទ្រង់យាងត្រឡប់ទៅគង់នៅហរិហរឡ័យគឺរលួសវិញទ្រង់នាំយកទាំងលិង្គទេវរាជទៅជាមួយផងគឺនៅហរិហរឡ័យនេះហើយដែលព្រះអង្គទ្រង់សោយទីវង្គតនៅឆ្នាំ850ឬ854នៃគ្រិស្តសករាជដោយទ្រង់ទទួលព្រះមរណនាមថាបរាមេស្វរៈលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះរាជាដំបូងនៃសម័យអង្គរនិងលទ្ធិទេវរាជនៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ការរៀបរាប់អំពីព្រះរាជានៅសម័យអង្គរជាបន្តទៅទៀតលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ព្រះរាជាសម័យអង្គរជាបន្តទៅទៀតហើយនៅក្នុងភាគនេះលោកអ្នកនាងនឹងបានស្ដាប់ព្រះបាទជ័យវរ្ម័នទី3និងព្រះបាទឥន្ទ្រវរ្ម័នទី1កពីព្រះបាទជ័យវរ្ម័នទី3ក្រោយពីព្រះបាទជ័យវរ្ម័នទី2ព្រះរាជាដំបូងនៃសម័យមហានគរទ្រង់សោយទីវង្គតទៅនៅឆ្នាំ850ឬ854នោះព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមជ័យវរធនៈឬព្រះបាទជ័យវរ្ម័នទី3បានទ្រង់ឡើងគ្រងរាជ្យស្នងពីព្រះបិតាព្រះបាទជ័យវរ្ម័នទី3ដែលទ្រង់មានសម្បត្តិអំពីកំណើតសពព្រះទ័យតែនឹងសាងអំពើល្អទ្រង់សោយរាជ្យដោយសុខសន្តិភាពក្នុងរយៈពេលយ៉ាងយូរខំថែរក្សានិងធ្វើឲ្យកាន់តែល្អប្រសើរឡើងនៅភាពថ្កុំថ្កើងរុងរឿងដែលជាមរតកដែលបិតាព្រះអង្គបានបន្សល់ទុកឲ្យមកព្រះអង្គទ្រង់មានចំណង់និងចំណូលព្រះទ័យខាងការប្រមាញ់ដំរីណាស់ព្រះអង្គទ្រង់បានសាងប្រាសាទខ្លះនៅតំបន់អង្គរព្រះបាទជ័យវរ្ម័នទី3ទ្រង់គង់នៅរាជធានីហរិហរឡ័យរលួសរហូតដល់គ្រិស្តសករាជ877ហើយទ្រង់ចូលទីវង្គតទៅដោយគ្មានបន្សល់បុត្រដើម្បីស្នងរាជឡើយក្នុងពេលដែលព្រះអង្គសោយទីវង្គតទៅព្រះអង្គទ្រង់បានទទួលព្រះមរណនាមថាវិស្ណុលោក
ក3ព្រះបាទឥន្ទ្រវរ្ម័នទី1ដោយព្រះបាទជ័យវរ្ម័នទី3ទ្រង់សោយទីវង្គតហើយគ្មានបុត្រនឹងសោយរាជស្នងផងនោះប្អូនជីដូនមួយរបស់ព្រះអង្គព្រះនាមឥន្ទ្រវរ្ម័នទី1ក៏បានទទួលរាជសម្បត្តិបន្តពីព្រះអង្គនៅឆ្នាំ877នៃគ្រិស្តសករាជព្រះបាទឥន្ទ្រវរ្ម័នទី1ជាព្រះមហាក្សត្រអង្គអាចឃ្លាវខ្លាមានស្នាប្រហ័សយ៉ាងច្រើនក្នុងកិច្ចការពារនិងកសាងប្រទេសជាតិក្រោយពីពេលដែលព្រះអង្គទ្រង់បានឡើងគ្រងរាជ្យក្នុងឆ្នាំ877ព្រះអង្គទ្រង់បានចាត់ចែងឲ្យជីកបារាយណ៍គឺអាងទឹកមួយយ៉ាងធំស្ថិតនៅខាងជើងរាជធានីដែលមានបណ្ដោយប្រវែង3គីឡូម៉ែត្រនិងទទឹង800ម៉ែត្រមានឈ្មោះថាឥន្ទ្រតដាដែលបានផ្ដល់ផលប្រយោជន៍យ៉ាងធំចំពោះវិស័យកសិកម្មនៅឆ្នាំ879ព្រះអង្គទ្រង់បានកសាងប្រាសាទព្រះគោដែលជាប្រាសាទមានប្រាង្គឥដ្ឋចំនួន6តម្រៀបគ្នាជាពីរជួរមុខក្រោយស្ថិតនៅលើខឿនតែមួយដើម្បីឧទ្ទិសចំពោះបុព្វការីជនរបស់ព្រះអង្គគឺមាតាបិតាជីដូនជីតាខាងព្រះមាតានិងព្រះបាទជ័យវរ្ម័នទី2ព្រមទាំងព្រះអគ្គមហេសីរបស់ព្រះអង្គផងនៅឆ្នាំ881ព្រះបាទឥន្ទ្រវរ្ម័នទី1ទ្រង់បានកសាងប្រាសាទបាគងនៅចំកណ្ដាលរាជធានីហរិហរល័យដែលជាប្រាសាទភ្នំសាងអំពីថ្មភក់ដំបូងមានខឿន3ជាន់សម្រាប់តម្កល់លិង្គទេវរាជដែលមានឈ្មោះថាឥន្ទ្រេស្វរៈហើយទ្រង់បានសាងប្រាសាទមួយនៅលើភ្នំបាយ័ងដើម្បីឧទ្ទិសចំពោះព្រះសិវៈថែមទៀតផងក្រៅពីសំណង់ទាំងឡាយនេះព្រះបាទឥន្ទ្រវរ្ម័នទី1ទ្រង់មានស្នាប្រហ័សសំខាន់ទៀតគឺការរៀបចំលំដាប់ថ្នាក់ក្នុងព្រះរាជវង្សនិងព្រះរាជបរពាជាន់ខ្ពស់ដែលស្ថិតក្នុងប្រព័ន្ធអ្នកដឹកនាំជាតិដែលគេឃើញព្រះរាជាខាងក្រោយព្រះអង្គទ្រង់បានអនុវត្តបន្តគ្នាអស់ពេលជាច្រើនសតវត្សរ៍ថែមទៀតផងក្នុងរជ្ជកាលរបស់ព្រះអង្គទឹកដីប្រទេសខ្មែរមានវិសាលភាពធំទូលាយហើយទំនងជាមានសុខសន្តិភាពបរិបូរណ៍ផងចំពោះនយោបាយក្រៅប្រទេសវិញព្រះអង្គបានរឹតចំណងការទូតជាមួយប្រទេសចិនប្រទេសចម្ប៉ានិងកោះជ្វាផងព្រះបាទឥន្ទ្រវរ្ម័នទី1ទ្រង់សោយទីវង្គតនៅឆ្នាំ889នៃគ្រិស្តសករាជដោយបានទទួលព្រះមរណនាមថាព្រះឥស្វរៈលោកលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទជ័យវរ្ម័នទី3និងព្រះបាទឥន្ទ្រវរ្ម័នទី1នៅសប្តាហ៍ក្រោយលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីព្រះបាទយសោវរ្ម័នទី1សូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់កុំបីខានឡើយសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនាទីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ព្រះបាទយសោវរ្ម័នទី1និងការកសាងក្រុងអង្គរលើកទី1
ក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី1ចូលទីវង្គតទៅនៅឆ្នាំ889ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងគ្រងរាជ្យស្នងដោយមានព្រះនាមក្នុងរាជ្យថាព្រះបាទយសោវរ្ម័នទី1ព្រះបាទយសោវរ្ម័នទី1ជាព្រះមហាក្សត្រដែលទ្រង់ជាប់ខ្សែលោហិតនិងព្រះរាជាមុនទាំងអស់ដែលបានសោយរាជ្យបន្តគ្នាច្រើនសតវត្សនៅប្រទេសកម្ពុជានេះព្រះអង្គទ្រង់ជាព្រះរាជាមួយព្រះអង្គដែលបានទទួលការសិក្សាជ្រៅជ្រះបំផុតពីគ្រូបាធ្យាយរបស់ព្រះអង្គគឺព្រះគ្រូព្រាហ្មណ៍វមសិវៈដែលជាសាវករបស់ព្រះគ្រូសិវៈសោមហើយព្រះអង្គជាព្រះមហាក្សត្រមានមហិទ្ធិឫទ្ធិខ្លាំងពូកែមានស្នាប្រហោះអស្ចារ្យក្នុងកិច្ចការពារនិងកសាងប្រទេសជាតិក្រោយពីទ្រង់បានឡើងគ្រងរាជ្យសម្បត្តិភ្លាមព្រះបាទយសោវរ្ម័នទី1ទ្រង់បានកសាងអាស្រមដែលមានឈ្មោះថាយសោធរាស្រមចំនួន100និងសិលាចារឹកជាច្រើននៅក្នុងផ្ទៃប្រទេសហើយទ្រង់បានកសាងប្រាសាទលលៃនៅកណ្ដាលបារាយណ៍ឥន្ទ្រកដាដែលជាស្នាប្រហោះរបស់បិតាព្រះអង្គផងប្រាសាទលលៃនេះជាប្រាសាទសាងអំពីឥដ្ឋមានប្រាង្គ4តម្រៀបជាទីជួរមុខក្រោយសម្រាប់ឧទ្ទិសចំពោះព្រះមាតាព្រះបិតានិងជីដូនជីតាខាងព្រះមាតាព្រះអង្គផងប្រហែលជាមកពីរាជធានីហរិហរឡៃមានសំណង់ផ្សេងនឹងប្រាសាទច្រើនណាស់ទៅហើយនឹងស្ថិតនៅក្បែរមាត់បឹងទន្លេសាបពេកផងដែលនាំឲ្យមានការពិបាកក្នុងការកសាងសំណង់ផ្សេងទៀតទើបព្រះបាទយសោវរ្ម័នទី1សម្រេចព្រះជ័យបដូររាជធានីពីហរិហរឡៃរលួសមកសាងរាជធានីថ្មីនៅភាគខាងលិចគឺព្រះបាទយសោវរ្ម័នទី1នេះហើយដែលបានទ្រង់សាងទីក្រុងអង្គរលើកទី1មានឈ្មោះថាយសោធបុរៈដែលមានភ្នំបាខែងនៅចំកណ្ដាលហើយសាងប្រាសាទបាខែងនៅភ្នំកណ្ដាលនេះសម្រាប់តម្កល់លិង្គទេវរាជត្រីយសោធរិស្វរៈនៅឆ្នាំ893ចំណែកនៅលើភ្នំក្រោមនិងភ្នំបូកដែលស្ថិតអមសងខាងភ្នំកណ្ដាលនេះព្រះអង្គទ្រង់បានសាងប្រាសាទមានប្រាង្គ3សម្រាប់ឧទ្ទិសចំពោះត្រីមរតៈគឺព្រះព្រហ្មព្រះវិស្ណុនិងព្រះឥសូរផងដើម្បីធានាទឹកប្រើប្រាស់និងមុខរបរកសិកម្មជាចម្បងព្រះអង្គទ្រង់បានជីកបារាយណ៍ខាងកើតនៅខាងទិសឦសាននៃរាជធានីថ្មីនេះដែលមានបណ្ដោយប្រវែង7គីឡូម៉ែត្រនិងទទឹង1800ម៉ែត្រហៅថាយសោធរកដាក្នុងរាជព្រះអង្គសាសនាទាំងអស់មានការរីកចម្រើននិងសុខសាន្តណាស់នៅលើច្រាំងខាងត្បូងនៃបារាយណ៍នេះព្រះអង្គទ្រង់ឲ្យកសាងអាស្រមជាច្រើនសម្រាប់គណៈសាសនាផ្សេងមានព្រាហ្មណាស្រមសម្រាប់អ្នកកាន់សាសនាព្រះឥសូរវៃទនវាស្រមសម្រាប់អ្នកកាន់សាសនាព្រះវិស្ណុសៅកតាស្រមសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធថែមទៀតផងព្រះបាទយសោវរ្ម័នទី1ទ្រង់ជាស្ដេចសឹកដ៏អង់អាចក្លាហានដែលសិលាចារឹកបាននិយាយបញ្ជាក់ពីការលើកទ័ពទៅច្បាំងជាមួយនគរចម្ប៉ានិងជោគជ័យចម្បាំងជើងទឹកមួយទៅលើពួកចៅសមុទ្រដែលប្រើសំពៅមានក្តោងពណ៌សឬមួយជាសំពៅចាមឬមួយជាសំពៅឥណ្ឌូនេស៊ីថែមទៀតផង
ជ្ជកាលរបស់ព្រះអង្គព្រះរាជាណាចក្រកម្ពុជាមានទំហំធំទូលាយណាស់គឺខាងជើងទល់នឹងខេត្តយុនណាន់ប្រទេសចិនខាងលិចទល់នឹងប្រទេសភូមាខាងកើតទល់នឹងប្រទេសចម្ប៉ាខាងត្បូងទល់នឹងសមុទ្រព្រះបាទយសោវរ្ម័នទី1ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ889ហើយទ្រង់សោយទីវង្គតក្នុងឆ្នាំ900នៃគ្រិស្តសករាជដោយមានព្រះមរណនាមថាបរមេសិវៈលោកលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទយសោវរ្ម័នទី1និងការកសាងក្រុងអង្គរលើកទី1នៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ព្រះរាជាដំបូងនៃសម័យអង្គរជាបន្តទៅទៀតសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយសួស្តីលោកស្រីអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីសម័យអង្គរជាបន្តទៅទៀតហើយនៅក្នុងភាគនេះលោកអ្នកនាងនឹងបានស្ដាប់ព្រះបាទហាសានវរ្ម័នទី1ព្រះបាទអេសានវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី4និងព្រះបាទហាសានវរ្ម័នទី2ក5ព្រះបាទហាសានវរ្ម័នទី1ក្រោយពីព្រះបាទយសោវរ្ម័នទី1ទ្រង់ចូលទីវង្គតទៅព្រះរាជបុត្រច្បងរបស់ព្រះអង្គព្រះនាមហាសានវរ្ម័នទី1ទ្រង់ឡើងគ្រងរាជ្យបន្តពីព្រះបិតានៅឆ្នាំ900នៃគ្រិស្តសករាជតែឯកសារខ្លះថានៅឆ្នាំ908ឬ910ទៅវិញព្រះអង្គទ្រង់គង់នៅរាជធានីយសោធបុរៈគឺក្រុងអង្គរដដែលហើយទ្រង់បានកសាងប្រាសាទភ្នំតូចមួយគឺប្រាសាទបក្សីចាំក្រុងនៅក្បែរជើងភ្នំបាខែងជាភ្នំកណ្ដាលនៃរាជធានីគេមិនបានដឹងពិតប្រាកដទេថាតើព្រះអង្គទ្រង់សោយទីវង្គតនៅឆ្នាំណាទេគេគ្រាន់តែប៉ាន់ស្មានថាព្រះអង្គប្រហែលជាចូលទីវង្គតនៅក្រោយឆ្នាំ922តែប៉ុណ្ណោះដោយទ្រង់បានទទួលព្រះមរណនាមថារុទ្រលោកក6ព្រះបាទអេសានវរ្ម័នទី2ក្រោយពីព្រះបាទហសានវរ្ម័នទី1ទ្រង់សោយទីវង្គតទៅព្រះអនុជរបស់ព្រះអង្គទ្រង់ឡើងសោយរាជស្នងនៅឆ្នាំ925នៃគ្រិស្តសករាជដែលមានព្រះនាមក្នុងរាជថាព្រះបាទអេសានវរ្ម័នទី2នៅក្នុងរជ្ជកាលរបស់ព្រះអង្គព្រះបាទអេសានវរ្ម័នទី2ត្រូវប្រឈមមុខនឹងការបះបោរដណ្ដើមរាជរបស់ស្ដេចមារជាស្វាមីព្រះនាងជ័យទេវីដែលជាប្អូនស្រីរបស់ព្រះបិតាព្រះអង្គហើយដែលជាអនាគតព្រះបាទជ័យវរ្ម័នទី4ព្រះបាទអេសានវរ្ម័នទី2ទ្រង់សោយទីវង្គតនៅឆ្នាំ928ដោយមានព្រះមរណនាមថាបរមរុទ្រលោកក7ព្រះបាទជ័យវរ្ម័នទី4នឹងការលើករាជធានីទៅកោះកេរនៅក្នុងរាជព្រះបាទអេសានវរ្ម័នទី2ជាក្មួយដែលសោយរាជមុនព្រះអង្គព្រះបាទជ័យវរ្ម័នទី4ដែលជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័នបានបះបោរប្រឆាំងនឹងក្មួយរបស់ព្រះអង្គ
ហើយបានឆក់ប្លន់យករតនសម្បត្តិផ្សេងហើយចាក់ចេញពីយសោធបុរៈគឺក្រុងអង្គរទៅគង់នៅលើគោកគីគឺកោះកេរចម្ងាយប្រមាណ70គីឡូម៉ែត្រទិសឦសានក្រុងអង្គរដោយនាំយកទាំងលិង្គទេវរាជទៅជាមួយផងព្រះបាទជ័យវរ្ម័នទី4បានឡើងសោយរាជ្យនៅរាជធានីកោះកេរនៅឆ្នាំ928គឺឆ្នាំដែលព្រះបាទអេសនវរ្ម័នទី2ដែលសោយរាជ្យនៅអង្គរទ្រង់សោយទីវង្គតនោះឯងដើម្បីឲ្យប្រជារាស្ត្រទទួលស្គាល់ថាព្រះអង្គជាស្ដេចមានមហិទ្ធិឫទ្ធិព្រះបាទជ័យវរ្ម័នទី4ទ្រង់បានខិតខំកសាងសមិទ្ធផលផ្សេងដែលមានលក្ខណៈធំសម្បើមទៀតផងដូចជានៅក្នុងរាជធានីកោះកេរជារាជធានីថ្មីនេះព្រះអង្គបានសាងប្រាសាទភ្នំមួយដែលមានខឿន7ជាន់កម្ពស់35ម៉ែត្រឈ្មោះប្រាសាទធំសម្រាប់តម្កល់លិង្គទេវរាជត្រិភុវៈនេស្វរៈប្រមាណក្នុងឆ្នាំ931ក្រៅពីនេះព្រះអង្គបានសាងប្រាសាទជាច្រើនទៀតព្រមទាំងបារាយណ៍មួយគឺបារាយណ៍រហាលហើយនៅរយៈកាលចុងក្រោយនៃរាជរបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី4បានវាយរុញច្រានការលុកលុយរបស់ចាមឲ្យដកថយទៅវិញព្រះបាទជ័យវរ្ម័នទី4ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ928ហើយសោយទីវង្គតឆ្នាំ941នៃគ្រិស្តសករាជដោយមានព្រះមរណនាមថាបរមសេវបត្តិក8ព្រះបាទហាសានវរ្ម័នទី2ក្រោយពីពេលដែលព្រះបាទជ័យវរ្ម័នទី4ទ្រង់ចូលទីវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គដែលនៅមានវ័យក្មេងណាស់នៅឡើយទ្រង់បានឡើងសោយរាជ្យស្នងពីព្រះបិតានៅរាជធានីកោះកេរហើយមានព្រះនាមក្នុងរាជថាព្រះបាទហាសានវរ្ម័នទី2ព្រះបាទហាសានវរ្ម័នទី2សោយរាជ្យបានតែ2ឬ3ឆ្នាំក៏បាត់ខ្លួនឬក៏ទ្រង់សុគតទៅហើយឯកសារខ្លះបានបញ្ជាក់ថាព្រះបាទហាសានវរ្ម័នទី2ទ្រង់សោយរាជ្យបានតែ2ឆ្នាំប៉ុណ្ណោះគឺនៅគ្រិស្តសករាជ944ព្រះអង្គត្រូវព្រះបាទរាជាវរ្ម័នទី2ជាព្រះរាមជីដូនមួយនឹងព្រះអង្គច្បាំងដណ្ដើមរាជសម្បត្តិបានហើយឡើងសោយរាជ្យបន្តពីព្រះអង្គក្នុងពេលដែលសោយទីវង្គតទៅនោះព្រះបាទហាសានវរ្ម័នទី2ទ្រង់មានព្រះមរណនាមថាព្រហ្មលោកលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះរាជាដំបូងនៃសម័យនគរនៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ព្រះបាទរាជាវរ្ម័នទី2និងការវិលត្រឡប់មកយសោធបុរៈវិញសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយ